នេះជាលើកដំបូងដែលខ្ញុំបានឃើញវីឡារស់នៅការរស់នៅគឺការមើលឃើញដោយភ្នែកផ្ទាល់ហាអ្នកពិតជាគួរឲ្យចាប់អារម្មណ៍ណាស់យាយអ្នកពិតជាមានណាស់ហេតុអ្វីបានជាអ្នកសន្សំសំចៃម្លេះខ្ញុំខ្វះត្រឹមតែ50ប៉ុណ្ណោះខ្វះ50សន្សំគ្រប់គ្រាន់សម្រាប់ថ្លៃបណ្ណាការរបស់ចៅស្រីខ្ញុំអំណោយនេះមានតម្លៃប៉ុន្មាន100លានអូនេះសម្រាប់ខ្ញុំមែនហើយការផ្ដល់ជូនពិសេសការ៉ុត10យន្តក្នុងមួយថងពេញដោយអ៊ុយមើលចុះខ្ញុំឆ្អែតហើយខ្ញុំចូលចិត្តអំណោយនេះខ្ញុំក៏បានរៀបចំអំណោយមួយចំនួនសម្រាប់អ្នកដែលតាមដានខ្ញុំហើយមើលសួស្តីកញ្ញាសៀវយីវិញឌីនៅយប់ទី1យប់ទី1ម៉ានីអាណាលីសានៅបំរើអ្នកមកជ្រើសរើសមួយដែលអ្នកចូលចិត្ត10រាប់រយរាប់ពាន់អស់ចាណាស់100,000លានអូយន្តនេះទិញនេះច្រើនពេកហើយទិញទឹកដោះគោវាមិនធ្ងន់ពេកទេបន្ថយល្បឿនចុះយាយឲ្យអំណោយទាំងនេះថ្លៃពេកហើយឬបដូរមួយឬខ្ញុំនឹងឲ្យចៅប្រុសច្បងរបស់ខ្ញុំឡត្រូវតែជ្រើសរើសមួយបើមិនដូច្នោះទេអ្នកមើលងាយប្រពន្ធខ្ញុំចិញ្ចៀននេះធ្វើពីប្រាក់មែនទេវាមិនគួរមានតម្លៃស្មើនឹងប្រាក់នោះទេនេះប្រហែលជាចិញ្ចៀនថោកបំផុតនៅក្នុងផ្ទះនេះខ្ញុំជាខ្មោចតូចឆ្លាតណាស់យាយឲ្យតើអ្នកអាចឲ្យចិញ្ចៀននេះខ្ញុំបានទេយកវាទៅបើអ្នកចូលចិត្តវាទំហំត្រឹមត្រូវអរគុណយាយអ្នកថែរក្សាផ្ទះនាំអ្នកស្រីឆៃវីទៅពិធីជប់លៀងខួបកំណើតអ្នកនាងសៀវយីសូមក្រុមរបស់លោកប្រធានហេតុអ្វីបានជាខ្វាន់ជៀនរបស់អ្នកស្រីទួនបាត់ខ្លួនតើខ្ញុំគួរហៅប៉ូលីសទេខ្ញុំបានប្រកល់វាទៅអនាគតចៅស្រីរបស់ខ្ញុំចងចាំអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកខ្ញុំបានយកចិញ្ចៀនប៉ុន្តែអ្នកមិនអាចបដិសេធចៅប្រុសរបស់ខ្ញុំបានទេបងស្រីវ៉ានីអ្នកបានអំដំណើរលោកប្រធានទៅអាហារពេលល្ងាចកាលពីម្សិលមិញប្រធានផងដែរតើអ្នកចាត់ទុកថានេះជាការជួបឪពុកម្ដាយឬកុំនិយាយអីវាគ្រាន់តែជាអាហារពេលល្ងាចធម្មតាប៉ុណ្ណោះប៉ុន្តែលោកយាយសែនពិតជាល្អណាស់សម្រាប់ខ្ញុំពួកគេទាំងអស់គ្នាហៅនាងថាយាយសែនមើលទៅយើងនឹងត្រូវហៅអ្នកថាជាភរិយារបស់ប្រធានាធិបតីចាប់ពីពេលនេះទៅសួស្តីលោកប្រធានយាយសែនមានសូមនៅឲ្យឆ្ងាយពីស៊ីវសែនរបស់យើងចាប់ពីពេលនេះទៅហេតុអ្វីព្រោះបងស្រីវ៉ានីនឹងក្លាយជាភរិយាប្រធានាធិបតីចាប់នេះកុំធ្វើជាមនុស្សងងមិនខ្ញុំមិនបានលឺសៀវរៀបការតើវាអាចទៅរួចទេដែលថាប្រាជ្ញាត្រូវការអ្នកអាចសម្អាតវាដោយខ្លួនឯងមនុស្សខ្លះខ្លាចជាអ្នកសម្អាតផ្ទាល់ខ្លួនរបស់សៀវខ្ញុំគិតថាខ្ញុំអាចចូលទៅក្នុងផ្ទះបានខ្ញុំខ្លាចសូម្បីតែភ្លេចថាខ្ញុំមានទម្ងន់ប៉ុន្មានខ្ញុំ1.5 1298 kgសូមអរគុណចំពោះកង្វល់របស់អ្នកយីសែងញៀនខ្ញុំដឹងថាអ្នកចាប់អារម្មណ៍នឹងលោកសែនប៉ុន្តែអ្នកពិតជាមិនសមនឹងគាត់ទេនៅអាហារពេលល្ងាចអាជីវកម្មកាលពីយប់មិញលោកសែននិងខ្ញុំបានជួបឪពុកម្ដាយរួចហើយសែនបេមិនបានចូលរួមក្នុងពិធីជប់លៀងកាលពីយប់មិញទេតើអ្នកបានជួបឪពុកម្ដាយនៅពេលណាពិធីជប់លៀងធុរកិច្ចកាលពីម្សិលមិញមានសារៈសំខាន់ចំពោះសែនតើលោកសែនមិនអាចចូលរួមដោយរបៀបណារ៉េបរដុកគឺជារ៉េបរដុកខ្ញុំមិនយល់អ្វីទាំងអស់អ្នកបាននិយាយថាលោកសែនមិនបានចូលរួមពិធីជប់លៀងកាលពីយប់មិញទេបន្ទាប់មកអ្នកអាចប្រាប់ខ្ញុំថាលោកសែននៅឯណាគាត់ខ្ញុំមិនអាចនិយាយថាគាត់នៅជាមួយខ្ញុំកាលពីយប់មិញខ្ញុំមិនដឹងថាខ្ញុំមិនអាចបន្តកែសម្រួលបានទេដោយសារតែខ្ញុំច្រណែននឹងបងស្រីវ៉ានីទើបខ្ញុំនិយាយពាក្យល្ងងបែបនេះពិតជាស្អាតមែននៅពេលដែលវ៉ានីខ្លាចជាភរិយាប្រធានាធិបតីអ្នកដំបងដែលបាញ់អ្នកស្នួយខ្ញុំកំពុងរងចាំអូនស្រីឲ្យអូនតូចពេកហើយមានតែពេលនោះទេដល់នឹងមកលើក្បាលអ្នកមើលថាតើនេះជាអ្វីមិនអីទេឈប់និយាយទៅសួស្តីបងស្រីនេះតើវាអាចជាភរិយារបស់ប្រធានក្រុមហ៊ុន Shen Group ដែរឬទេខ្ញុំមិនដែលគិតថាថ្ងៃណាមួយនឹងអាចឃើញរបស់ពិតនោះទេនេះត្រូវបានផ្ដល់ឲ្យខ្ញុំដោយជីដូន Shen ខ្លួនឯងប្រធានមានចិត្តល្អចំពោះអ្នកចូលរក្សាទម្រង់ទៀបខ្ញុំមិនចង់ឲ្យមនុស្សច្រើនដឹងពេកទេបងស្រីវ៉ានីកំពុងរងចាំអ្នករៀបការក្នុងគ្រួសារអ្នកមានអ្នកមិនអាចបំភ្លេចរឿងចាស់របស់យើងបានទេប្រាកដណាស់
ក្នុងរយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំជាចៅស្រីដែលទទួលស្គាល់ដោយគ្រូសាសិនតើអ្នកចង់ប្រយុទ្ធជាមួយខ្ញុំអ្វីអ្នកនិពន្ធនេះមើលទៅធ្លាប់ស្គាល់ចិញ្ចៀននេះមើលទៅធ្លាប់ស្គាល់តើប្រទេសមួយមានសភាពទ្រុឌទ្រោមដូចអ្នកធ្លាប់ឃើញចិញ្ចៀននេះយ៉ាងណានៅទីនេះខ្ញុំក៏មានមួយដែរវាហាក់ដូចជាស្រដៀងគ្នាបន្តិចខ្ញុំបានឃើញវានៅលើទូរទស្សន៍ការធ្វើតេស្តផ្ទៃក្នុងខ្វែងយន្តរបស់គ្រូសាសិនមានពាក្យថាសិនឆ្លាក់នៅលើវាអ្នកគិតថាវាមិនអាចទៅរួចដែលសិននៅលើសង្វៀនវាមានអ្វីដែលត្រូវធ្វើជាមួយគ្រូសាសិនវ៉ានីចិញ្ចៀននេះត្រូវបានផ្ដល់ឲ្យនាងដោយប្រធានខ្លួនឯងចិញ្ចៀននៃអំណាចតំណាងអត្តសញ្ញាណភរិយារបស់ប្រធានសាជីវកម្មសិនកុំប្រើរបស់คล้ายៗប្រភេទនេះដើម្បីបោកប្រាស់អ្នកបើមិនជឿសុំឲ្យវ៉ានីយកវាទៅមើលត្រូវតែមានតួអក្សរសិនតើយ៉ាងធ្វើអ្វីបង្ហាញវាចំពោះអ្នកคล้ายៗនេះតើនរណាជាភរិយារបស់ប្រធានសាជីវកម្មសិនអូហូហេតុអ្វីមិននៅទីនេះប្រហែលជាខ្ញុំចាំខុសហើយយ៉ាងណាមិញរូបភាពនៅលើទូរទស្សន៍មិនចាំបាច់ពិតនោះទេខ្វែងយន្តរបស់សិនឆៃវាមិនដែលត្រូវបានបង្ហាញជាសាធារណៈទេបាទនេះបញ្ជាក់បន្ថែមថាយីសែងញៀនគឺคล้ายនេះបញ្ជាក់បន្ថែមទៀតថាយីសែងញៀនគឺคล้ายមិនមានពាក្យគិសែលគឺនៅលើចិញ្ចៀនពិតប្រាកដខ្វាន់ទេហើយអ្នកមិនដឹងទេខ្ញុំបង្កើតคล้ายដើម្បីក្លែងធ្វើជាភរិយាប្រធានាធិបតីប៉ុន្តែខ្ញុំមិននឹកស្មានថាវ៉ានីរបស់យើងលាតត្រដាងអ្នកទេបាទយីសែងញៀនអ្នកមានចិត្តអាក្រក់ប្រសិនបើលោកយាយសែនមិនបានផ្ដល់ឲ្យខ្ញុំនៅចិញ្ចៀននេះទេអ្នកពិតជាបានបញ្ឆោតខ្ញុំចិញ្ចៀននេះពិតជាត្រូវបានប្រធានផ្ទាល់ប្រគល់ឲ្យខ្ញុំអ្នកគឺជាអ្នកសម្អាតហ៊ាននិយាយថាស្គាល់ប្រធានទេអ្នកគ្រាន់តែពឹងផ្អែកលើការពិតដែលថាប្រធានមិនដែលមកក្រុមហ៊ុនខ្ញុំហ៊ាននិយាយមិនសមហេតុសមផលស្វាគមន៍លោកប្រធានតើអ្វីជាចំណុចខ្វះខាតក្នុងការងាររបស់យើងខ្ញុំសង្ឃឹមថាអ្នកអាចផ្ដល់ដំបូន្មានបន្ថែមដល់ខ្ញុំកុំភ័យខ្ញុំគ្រាន់តែមើលជុំវិញបាទយីសែងញៀនខ្ញុំដឹងថាអ្នកចង់បញ្ចប់ជាមួយខ្ញុំប៉ុន្តែអ្នកមិនអាចយកតម្រាប់ខ្ញុំគ្រប់ទីកន្លែងបានទេវាគួរឲ្យអាម៉ាស់ណាស់នៅពេលនេះត្រូវបានលាតត្រដាងតើខ្ញុំយកតម្រាប់អ្នកអ្វីខ្ញុំយកចិញ្ចៀនមួយចេញអ្នកក៏យកមួយដែរខ្ញុំថាខ្ញុំត្រូវបានប្រធានប្រគល់ឲ្យខ្ញុំអ្នកក៏និយាយរបស់អ្នកដែរនេះមិនមែនជាការក្លែងបន្លំទេខួបកំណើតគម្រប់70ឆ្នាំរបស់ប្រធានកាលពី2ថ្ងៃមុនខ្ញុំបានទៅផ្ទះចាស់របស់គ្រូសាសិនចិញ្ចៀននេះត្រូវបានប្រគល់ឲ្យខ្ញុំដោយជីដូនរបស់ខ្ញុំបិទមាត់មងតើលោកមានគុណវុឌ្ឍអ្វីខ្លះទើបអាចហៅប្រធានលោកយាយស្រមុកអ្នកធ្លាប់ទៅផ្ទះចាស់របស់គ្រូសាសិនសូម្បីតែបងស្រីវ៉ានីវក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទៅដែរអ្នកថែមទាំងអាចនិយាយពាក្យធំបែបនេះទៀតផងមិនចាំបាច់ពន្យល់អ្នកពីទំនាក់ទំនងរវាងខ្ញុំនិងប្រធាននោះទេដោយសារតែចិញ្ចៀនคล้ายៗរបស់អ្នកប្រធាននឹងមិនអត់អន់ឲ្យអ្នកកុហកដូចអ្នកទេនៅជាមួយលោកសិនយីសែងញៀនតើអ្នកដឹងទេថាពិភពអំណាចតំណាងឲ្យអ្វីគាត់គ្រប់គ្រងពាក់កណ្ដាលនៃ Shen Group ទោះបីជាយើងមិននិយាយអំពីពាក់កណ្ដាលនៃតម្លៃទីផ្សាររបស់ Shen Group នៃ100,000 លានក៏ដោយគ្រាន់តែជាសម្ភារៈនៃចិញ្ចៀននេះវាជាត្បូងផ្កាប្រាក់ដែលមានតម្លៃ100 លានតើនេះមិនមែនជាប្រាក់ទេត្រូវហើយអ្នកត្រូវជ្រើសរើសមួយបើមិនដូច្នេះទេគាត់មើលងាយប្រពន្ធខ្ញុំចិញ្ចៀននេះធ្វើពីប្រាក់មែនទេវាមិនគួរមានតម្លៃទេប្រហែលជាថោកបំផុតក្នុងតម្លៃនេះអូខ្ញុំជាក្មេងឆ្លាតណាស់យាយតើអ្នកអាចឲ្យចិញ្ចៀននេះឲ្យខ្ញុំយកវាទៅបើអ្នកចូលចិត្តប្រទេសណាដែលយ៉ាប់អ្នកក៏មិនអាចប្រាប់បានដែរថាវាជាធាតុអ្វីហ៊ានក្លែងបន្លំអ្នកមិនត្រឹមតែមិនគោរពគ្រូសាសិនទេឥឡូវនេះការមិនគោរពប្រធានខ្ញុំក៏អាចប្តឹងអ្នកពីបទបោកប្រាស់ខ្ញុំជាមនុស្សឆ្លាតបែបនេះទេវត្ថុនេះមានតម្លៃណាស់ខ្ញុំត្រូវប្រគល់វាទៅយាយវិញត្រឡប់ទៅយាយអ្នកពិតជាមិនយំតតែឃើញឈូសដល់ពេលនេះហើយអ្នកនៅតែហ៊ានធ្វើពុតខ្ញុំមិនចង់ប្រកែកជាមួយអ្នកទេអូនៅពេលដែលអ្នកត្រូវបានលាតត្រដាងអ្នកអាចរត់ចេញបានអ្វីដែលលោក Shen ស្អប់បំផុតគឺការកុហកអ្នកមានបញ្ហាអ្នកកុហកដូចអ្នកដែរអ្នកមិនស័ក្តិសមក្នុងក្រុម Shen ទេសូម្បីតែកន្លែងលាក់ខ្លួនរបស់ភ្នំសេនក៏មានពាក្យចាមអារ៉ាមដែរព្រះអង្គចាស់ឲ្យសូមយើងបណ្ដេញគាត់ចេញអ្នកណាហ៊ានប៉ះគាត់រាត្រីរបស់លោក Shen អ្នកកុហកគ្រប់ពេលឥឡូវនេះឯងថាអ្នកមិនបានទៅអាហារពេលល្ងាចចំនួនយប់មិញមនុស្សប្រភេទនេះត្រូវតែបណ្ដេញចេញពី Shen Group បាទយើងទើបតែបាន
គាត់និយាយដោយខ្លួនឯងយើងទាំងអស់គ្នាជាសាក្សី Shen តែងតែភ្ជាប់សារៈសំខាន់ដ៏អស្ចារ្យចំពោះសិលធម៌ប្រសិនបើលោក Shen មិនបណ្ដេញគាត់ខ្ញុំខ្លាចពិបាកបញ្ចុះបញ្ចូលសាធារណជន